អត្ថប្រយោជន៍នៃការរៀន Print 3D និងកាត់ Laser ក្នុងជំនាញស្ថាបត្យកម្មការជាប្រើប្រាស់បច្ចេកវិទ្យា Print 3D និងម៉ាស៊ីនកាត់ Laser គឺមានសារៈសំខាន់ខ្លាំងណាស់និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកជំនាញស្ថាបត្យកម្ម 1. អត្ថប្រយោជន៍នៃការរៀន Print 3D ការបង្កើតគំរូខ្នាតតូច Scale Models លឿននិងជាក់លាក់ខ្ពស់ចំណេញពេលវេលាការបង្កើតគំរូដោយដៃអាចចំណាយពេលរាប់សប្តាហ៍ឬខែប៉ុន្តែការ Print 3D អាចផលិតគំរូស្មុគស្មាញបានក្នុងរយៈពេលប៉ុន្មានម៉ោងឬមួយយប់ភាពជាក់លាក់អាចបង្កើតគំរូដែលមានព័ត៌មានលម្អិតស្មុគស្មាញដូចជាផ្ទៃកោងឬផ្នែកស្ថាបត្យកម្មតូចៗបានយ៉ាងត្រឹមត្រូវដែលពិបាកនឹងធ្វើដោយដៃពន្លឿនការរចនានិងការធ្វើតេស្តការមើលឃើញកាន់តែច្បាស់ជួយអតិថិជននិងអ្នកពាក់ព័ន្ធមើលឃើញការរចនាបានកាន់តែច្បាស់និងជាក់ស្ដែងជាងការមើលលើគំនូរបច្ចេកទេសកែប្រែរហ័សអាចកែសម្រួលឯកសារ 3D និង Print ឡើងវិញយ៉ាងឆាប់រហ័សដើម្បីធ្វើតេស្តនិងរកមើលចំណុចខ្វះខាតនៃការរចនាតាំងពីដំណាក់កាលដំបូងភាពច្នៃប្រឌិតក្នុងការរចនាអាចបង្កើតទម្រង់ធរណីមារស្មុគស្មាញដែលពិបាកឬមិនអាចសាងសង់ដោយវិធីសាស្ត្រប្រពៃណីជំរុញឲ្យមានការច្នៃប្រឌិតថ្មីកាត់បន្ថយការចំណាយនិងការខ្ជះខ្ជាយដំណើរការ Print 3D គឺជាដំណើរការបន្ថែមដែលប្រើប្រាស់សម្ភារៈតែត្រង់កន្លែងចាំបាច់ប៉ុណ្ណោះជួយកាត់បន្ថយការខ្ជះខ្ជាយសម្ភារៈ 2. អត្ថប្រយោជន៍នៃការរៀនកាត់ Laser ភាពជាក់លាក់ក្នុងការកាត់និងឆ្លាក់អាចកាត់ឬឆ្លាក់សម្ភារៈផ្សេងៗដូចជាឈើ acrylic និង plastic ជាមួយនឹងភាពជាក់លាក់ខ្ពស់ដែលសមស្របនឹងការងារតម្រូវឲ្យមានព័ត៌មានលម្អិតច្បាស់លាស់ល្បឿនលឿននិងប្រសិទ្ធភាពលឿនជាងការកាត់ដោយដៃច្រើនដងដែលធ្វើឲ្យការផលិតគំរូឬសមាសធាតុរចនាមានប្រសិទ្ធភាពកាន់តែប្រសើរការបង្កើតសមាសធាតុគំរូម៉ាស៊ីនកាត់ Laser ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីកាត់ជញ្ជាំងដំបូលកម្រាលនិងព័ត៌មានលម្អិតនៃផ្ទៃមុខសម្រាប់គំរូស្ថាបត្យកម្មខ្នាតតូចភាពបត់បែនអាចប្រើលើសម្ភារៈជាច្រើនប្រភេទនិងសម្រាប់កិច្ចការជាច្រើនទាំងការកាត់ការឆ្លាក់និងការសម្គាល់ការរួមបញ្ចូលនៃបច្ចេកវិទ្យាទាំងពីរនៅពេលដែលជំនាញទាំងពីរនេះត្រូវបានរួមបញ្ចូលគ្នាអ្នកស្ថាបត្យករអាចបង្កើនភាពបត់បែននៅក្នុងការរចនា Design Flexibility ប្រើ 3D Printing ដើម្បីបង្កើតរូបរាងស្មុគស្មាញនិងប្រើ Laser Cutting ដើម្បីបន្ថែមព័ត៌មានលម្អិតច្បាស់លាស់ទៅលើផ្ទៃប្លង់ឬកែច្នៃផ្នែកដែល Print រួចសរុបមកការចេះ Print 3D និងកាត់ Laser ជួយឲ្យអ្នកស្ថាបត្យករបង្កើនល្បឿនការងារបង្កើនភាពជាក់លាក់ជំរុញភាពច្នៃប្រឌិតនិងបង្កើនការទំនាក់ទំនងជាមួយអតិថិជនតាមរយៈគំរូជាក់ស្ដែងនិងលម្អិត